ឆ្កែនេះស្លៀករ៉ូបមួយដែលមានតម្លៃ50,000 យន់ប៉ុន្តែពួកគេត្រូវបានបោះចូលទៅក្នុងសង្វៀនប្រយុទ្ធឆ្កែដ៏ស្អុយរលួយកាន់តែអាក្រក់ទៅទៀតស្ដេចឆ្កែដែលឃ្លានកំពុងខំក្មេងដាក់គាត់ភ័យខ្លាចខ្លាំងណាស់រហូតដល់ជើងរបស់គាត់ទន់ខ្សោយហើយដួលទៅលើគូប៉ុន្តែស្ដេចឆ្កែមិនបានប្រញាប់ខំទេផ្ទុយទៅវិញនាងបានឆក់យកសម្ពុតរបស់គាត់មុនបន្ទាប់ពីខ្សែពេជ្រដ៏អស្ចារ្យមួយត្រូវបានបង្ហាញអ្នកចែកចាយឆ្កែដែលបានទទួលស្គាល់តម្លៃនៃផលិតផលនោះបានរំភើបចិត្តភ្លាមនៅពេលនេះសៀវបៃស្ថិតក្នុងភាពអស់សង្ឃឹមទាំងស្រុងពីព្រោះស្ដេចឆ្កែហៀបនឹងបើកការវាយប្រហារដ៏សាហាវមួយភ្លាមនោះទ្វារនៅពីក្រោយខ្ញុំបានបើកឡើងវាគឺជា Big Yellow ដែលបានបង្កឲ្យមានការដូរនេះគាត់បានរួចផុតពីសេចក្តីស្លាប់មិនមែនគ្រាន់តែអ្នកចំណូលថ្មីទេ Big Yellow ក៏បានជួយសង្គ្រោះសាច់ឆ្កែផ្ទៃទៀតដែលជាប់គុកផងដែរឆ្កែទាំងអស់បានរត់ចេញពីកន្លែងចិញ្ចឹមឆ្កែដោយភ័យស្លន់ស្លោអ្នកលក់ឆ្កែនិងបព្វរបស់គាត់បានដេញតាមពួកគេគាត់បានបញ្ជាឲ្យចាប់ខ្លួន Chelby ដោយមិនគិតពីតម្លៃអ្វីទាំងអស់ដោយការរំពឹងទុកឆ្កែតូចពណ៌ជើងខ្លីបានរត់ដល់ទីបញ្ចប់ហើយបន្ទាប់មកអ្វីដែលធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅទៀតនោះគាត់បានបាត់ស្បែកជើងរបស់គាត់ប៉ុន្តែគាត់មិនបានដឹងថាឈ្មោះឆ្កែបានតាមទាន់គាត់ទេគាត់បែរមករើសវាឡើងរឿងនេះធ្វើឲ្យសូម្បីតែឆ្កែលឿងធំនៅពីមុខគាត់ក៏ថប់អារម្មណ៍ដែរខ្ញុំគ្មានជំរឿអ្វីក្រៅពីជួយគាត់ម្ដងទៀតឆ្កែលឿងធំដែលកំពុងកាន់ឆ្កែតូចស្ដាក់ក្នុងមាត់បានព្យាយាមពេកពីការដេញតាមរបស់ឈ្មោះឆ្កែយ៉ាងអស់សង្ឃឹមប៉ុន្តែរបងដែកមួយបានបិទផ្លូវរបស់ពួកគេជាសំណាងល្អរុនធំមួយត្រូវបានរហែកចេញនៅខាងក្រោមប៉ុន្តែដាហួងមានផែនការផ្សេងទៀតគាត់លោតហើយក្រឡប់ពីលើកំពូលសកម្មភាពនេះធ្វើឲ្យអ្នកជួញដូរឆ្កែខាំថ្មីដោយស្អប់ខ្ពើមទីបំផុត Little White មានសុវត្ថិភាពហើយប៉ុន្តែអ្នកលក់ឆ្កែបានផលិតប្រព័ន្ធ EPS ភារកិច្ចចាប់ឆ្កែត្រូវបានប្រគល់ឲ្យស្ដេចឆ្កែគាត់លោតចេញរំភើបលឿងធំនៅឆ្ងាយស្រាប់តែនឹកឃើញអ្វីមួយគាត់បានរុញកូនឆ្មាតូចចូលទៅក្នុងភក់ស្អុយសៀវបៃមានការងឿងឆ្ងល់ប៉ុន្តែគាត់ជឿថាបងប្រុសហួងនិយាយត្រូវដើម្បីបង្ហាញពីការដឹងគុណចំពោះដាហួងដែលបានជួយសង្គ្រោះជីវិតខ្ញុំពួកគេបានមកដល់ច្រកចូលភោជនីយដ្ឋានលំដាប់ខ្ពស់មួយសៀវបៃបានចាត់ទុកខ្លួនឯងថាជីវិតនៅទីនេះទុកឲ្យអ្នកលឿងធំរងចាំនៅខាងក្រៅគាត់បានទៅរកអ្វីឆ្ងាញ់មកញ៉ាំប៉ុន្តែគាត់ភ្លេចថាគាត់បានបាត់បង់រូបរាងដ៏ទាក់ទាញរបស់គាត់ហើយមានក្លិនឈ្ងុយគាត់ត្រូវបានអ្នករត់ទប់បណ្ដេញចេញពីទ្វារខាងក្រៅយ៉ាងលឿនយក្សលឿងធំបានរងចាំយូរណាស់មកហើយប៉ុន្តែយក្សតូចមិនបានចេញមកទេដូច្នេះខ្ញុំបានអង្គុយក្បែរបង្អួចហើយមើលសត្វតូចកំពុងរីករាយនឹងអាហារជាមួយម្ចាស់របស់វាពេលអ្នកមានម្ចាស់ហើយអ្នកនឹងភ្លេចមិត្តភក្តិរបស់អ្នកលឿងធំបានចាក់ចេញដោយការខកចិត្តប៉ុន្តែគាត់មិនបានដឹងថាគាត់បានយល់ច្រឡំអំពី Chelby ទេបន្ទាប់ពីដើរជុំវិញរួចយើងបានមកដល់ទ្វារមុខប៉ុន្តែដាហួងបានទៅឆ្ងាយរួចទៅហើយ Little White បានចាប់ផ្ដើមជីវិតវង្វេងឯកដំបងរបស់វាយប់ជ្រៅឆ្កែចាប់មនុស្សដោយគ្មានគោលដៅនៅតាមផ្លូវរូបរាងតូចច្រឡឹងមួយនៅលើផ្លូវទេគាត់ហាក់ដូចជាឯកាខ្លាំងណាស់គាត់ធ្លាប់រស់នៅក្នុងវីឡាប្រណីតមួយបាត់បង់ដោយសារគ្រោះថ្នាក់ឥឡូវនេះប៉ុន្តែពួកគេអាចបានតែប្រមូលផ្ដុំគ្នានៅក្នុងប្រអប់ប្រដាស់កាតុងដែលរហែកប៉ុណ្ណោះក្លិនឆ្កែអ្នកមានទ្រព្យស្តុកស្ដង់បាត់បង់ទាំងស្រុងទៅជាឆ្កែវង្វេងទីបំផុតថ្ងៃទី2ក៏បានមកដល់ឃ្លានឆ្កែរបស់លោកបានរកឃើញម្សៅចៀនមួយដុំនៅមាត់ផ្លូវគាត់ធៀបនឹងបោះជំហានទៅមុខហើយរើសវាឡើងដោយមិននឹកស្មានដល់ឆ្កែវង្វេង4ក្បាលបានដើរមករកគាត់យ៉ាងសាហាវពួកគេក៏ចង់ចាប់យកអាហារដ៏ឈ្ងុយឆ្ងាញ់នេះដែរដោយឃើញស្ថានភាពបែបនេះឆ្កែបានប្រតិកម្មយ៉ាងឆ្លាតវៃក្នុងគ្រាមានវិបត្តិគាត់កំពុងព្យាយាមបំភ័យពួកគេដោយនិយាយថាគាត់មានអ្នកគ្រប់គ្រងដ៏មានឥទ្ធិពលម្នាក់បានអ្នករុញគាត់ទៅឆ្ងាយពេកគ្មានអ្នកណាអាចគេចផុតពីវាបានទេឆ្កែទាំងនោះពេលលើដូច្នោះក៏បន្តចាក់ចេញទៅឆ្កែគិតថាវាបានជៀសវាងវិបត្តិនេះពេលខ្ញុំហៀបនឹងដកដង្ហើមធូរស្រាលពេលក្រឡេកមើលទៅក្រោយវាបានបង្ហាញថាវាបានប្រែក្លាយទៅជាឆ្កែដ៏កាច់សាហាវមួយក្បាលដែលត្រូវបានបង្កប់ដោយអ្នកលក់ឆ្កែឈរនៅពីក្រោយគាត់វាហៀបនឹងបោះចូលទៅក្នុងមាត់ខ្លះហើយក្នុងគ្រាមានវិបត្តិខ្មៅធំបានចុះមកដូចជាអ្នកចម្បាំងដ៏ទេវភាពគាត់បានលើកឆ្កែម្ដងទៀតហើយរត់ចេញឆ្កែដ៏កាច់សាហាវនោះបានប្រញាប់ប្រញ័ររត់តាមវាដោយភ័យស្លន់ស្លោពួកគេអាចលាក់ខ្លួនតែនៅក្នុងសារមន្ទីរប៉ុណ្ណោះឆ្កែពីរក្បាលបានខ្លែងខ្លួនជារូបសំណាកដើម្បីរត់គេចខ្លួនបន្ទាប់ពីរត់គេចខ្លួនយក្សខ្មៅធំបានចេញទៅរកចំណីតែម្នាក់ឯងទុកឲ្យឆ្កែរងចាំអ្នកនៅកន្លែងដដែលប៉ុន្តែខ្សែពេជ្រជុំវិញឆ្កែប៉ុន្តែវាបានតាក់ទាញចំណាប់អារម្មណ៍របស់សត្វកណ្ដុរគាត់បានកុហកហើយអះអាងថាគាត់ក៏កើតក្នុងគ្រួសារអ្នកមានដែរវាអាចជួយឆ្កែឲ្យត្រឡប់ទៅរកម្ចាស់របស់វាវិញគាត់បានរក្សាខ្សែនោះជាការទូទាត់ដោយជោគជ័យបន្ទាប់ពីដេហេត្រឡប់មកវិញហើយបានដឹងពីអ្វីដែលបានកើតឡើងគាត់បានស្ដីបន្ទោសឆ្កែនោះដោយកំហឹងបន្ទាប់មកឆ្កែបានដឹងថាវាត្រូវបានគេបបបញ្ឆោតដើម្បីកុំឲ្យសត្វឆ្កែជួបប្រទះគ្រោះថ្នាក់ Big Blake បានសម្រេចចិត្តនាំគាត់ទៅផ្ទះដោយផ្ទាល់ដោយមិនដឹងខ្លួនពួកគេបានមកដល់វាលខ្សាច់មួយខ្ញុំមានបំណងសម្រាប់មួយរយៈភ្លាមនោះដាហេមានអារម្មណ៍ថាមានគ្រោះថ្នាក់ម្ដងទៀតគាត់បានយកឆ្កែរបស់គាត់យ៉ាងលឿនហើយលាក់ខ្លួននៅក្នុងរូងភ្នំមួយប៉ុន្តែពួកគេនៅតែមិនអាចគេចផុតពីការវាយប្រហាររបស់សត្វតិរច្ឆានបានឡើយភ្លាមនោះស្វាមួយក្បាលបានលេចមុខមកនៅចំពោះមុខពួកគេយក្សខ្មៅធំបានលោតឡើងដោយក្លាហាននៅចំពោះមុខគ្រោះថ្នាក់ប៉ុន្តែបន្ទាប់មកខ្លាឃ្មុំពីរក្បាលទៀតបានស្ទុះមករកគាត់ពួកគេបានលាតជង្គង់របស់ពួកគេហើយប្រហែលឥតឈប់ឈរឃើញដូច្នេះ Big Black ក៏ប្រញាប់ប្រាក់ឆ្កែនោះឲ្យរត់ដើម្បីជីវិតរបស់វាប៉ុន្តែឆ្កែនោះបានវានៅក្រោមឆ្កែខ្មៅធំនោះខ្ញុំនឹងតស៊ូជាមួយគាត់នៅពេលវេលាដ៏សំខាន់ខ្យល់ព្យុះកំបុតត្បូងមួយបានបោកបក់ភ្លាមពីចម្ងាយវាកំពុងប្រញាប់ប្រញាល់មករកពួកគេដោយកម្លាំងដ៏ខ្លាំងក្លាបន្ទាប់ពីផ្សែងនឹងធូលីបានរសាយបាត់ទៅហើយខ្ញុំបានក្រឡេកមើលព្រះសូត្រវាបានប្រែក្លាយទៅជាកងទ័ពដ៏គួរឲ្យខ្លាចរបស់ Chihuahuas ពួកគេបានស្ទុះទៅបុកសត្វក្អែកក្នុងពេលតែមួយខ្លាឃ្មុំនោះភ័យខ្លាចខ្លាំងណាស់រហូតដល់លោតបានកម្ពស់3 ហ្វីតពួកវាបានយកកន្ទុយរបស់វាទៅដាក់ចន្លោះជើងរបស់វាហើយរត់គេចខ្លួនដោយភាពច្របូកច្របល់ទឹកនាំដោយមេដឹកនាំ Chihuahua ឆ្កែពីរក្បាលបានរួចផុតពីគ្រោះថ្នាក់ដោយជោគជ័យដោយឆ្លងកាត់វាលខ្សាច់បន្ទាប់ពីលាគ្នាមួយរយៈខ្លីទៅកាន់មេដឹកនាំពួកគេបានបន្តដំណើររបស់ពួកគេដើម្បីយកឆ្កែទៅផ្ទះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន Big Blake បាននាំគាត់ទៅកាន់ស្ថានីយរថភ្លើងក្បែរនោះប្រគល់ឆ្កែទៅឲ្យមិត្តរបស់អ្នកយើងនឹងនាំគាត់ទៅផ្ទះតាមរថភ្លើងភ្នែកឆ្កែពោពេញដោយទឹកភ្នែកពេលយើងបែកគ្នាសម្លឹងមើល Big Black ដោយភាពស្ទាក់ស្ទើរប៉ុន្តែ Dehe បានងាកចេញដោយមិនងាកក្រោយឡើយពីព្រោះគាត់ដឹងច្បាស់ពីភាពខុសគ្នារវាងខ្លួនគាត់និងឆ្កែវង្វេងនិងអ្នកស្នំរតស្រីមានទ្រព្យសម្បត្តិច្រើនមានចន្លោះប្រហោងដែលមិនអាចឆ្លងកាត់បានរហូតដល់រថភ្លើងបាត់បន្តិចម្ដងចូលទៅក្នុងចម្ងាយពេកខ្មៅមិនអាចទ្រាំមើលទៅក្រោយបានទេគាត់បានប្រាប់ខ្លួនឯងបែបនេះម្ដងហើយម្ដងទៀតកុំមើលរឿងភាពទូទូច្រើនពេកខ្ញុំនឹងកប់អារម្មណ៍នេះយ៉ាងជ្រៅនៅក្នុងចិត្តរបស់ខ្ញុំប៉ុន្តែនៅទីបំផុតគាត់មិនអាចយកឈ្នះលើកម្លាំងចិត្តខាងក្នុងរបស់គាត់បានទេគាត់រត់យ៉ាងលឿនទៅរករថភ្លើងព្រោះនៅក្នុងចិត្តរបស់គាត់ខ្ញុំចាត់ទុកឆ្កែរបស់ខ្ញុំជាមិត្តជិតស្និទ្ធដែលបានឆ្លងកាត់ឧបសគ្គជាមួយខ្ញុំជាយូរមកហើយឆ្កែនោះបានឃើញឆ្កែខ្មៅធំនោះហើយពិតជាបានដេញតាមវារំភើបហើយបន្តចាយលុយព្រះពុទ្ធបានលើកទឹកចិត្តគាត់ដោយដឹងថាឆ្កែក៏មិនអាចលះបង់ខ្លួនឯងបានដែរភ្លាមនោះ Big Black បានពោពេញដោយអំណាចគាត់បានឆ្លៀតឱកាសនោះគាត់បានលោតទៅមុខហើយប្រើកម្លាំងរបស់គាត់ដើម្បីរកកែមរទេះសេះដែលមានសសរ8ប៉ុន្តែពាក់កណ្ដាលនៃរាងកាយរបស់គាត់កំពុងព្យួរនៅខាងក្រៅឡានស្ថានភាពនេះមានសារៈសំខាន់ខ្លាំងណាស់ឆ្កែនោះបានស្ទុះមកជួយវាខំត្រជាក់ខ្មៅធំតែខ្ញុំស្ទើរតែត្រូវគេបណ្ដេញចេញដោយរបៀបណាឆ្កែពីរក្បាលហៀបនឹងធ្លាក់ពីលើរថភ្លើង Big Black បានបញ្ចេញសក្តានុពលដ៏អស្ចារ្យដោយមិននឹកស្មានដល់ប្រើ
សន្ទុះទៅមុខដើម្បីបោះឆ្កែទៅលើឡានបន្ទាប់មកគាត់អាចឡើងមកលើបានដោយសុវត្ថិភាពប៉ុន្តែមុនពេលដែលពួកគេអាចងើបឡើងវិញបានការត្រួតពិនិត្យដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតដោយបុគ្គលិកកតភ្លើងដើម្បីកុំឲ្យឆ្កែត្រូវបានរកឃើញពេលកូនបលេចប្រញាប់ប្រញាល់ចូលទៅក្នុងបន្ទប់អ្នកដំណើរដ៏ជិតណាស់កំពុងព្យាយាមទាក់ទាញចំណាប់អារម្មណ៍របស់អ្នកបើកបររថភ្លើងបន្ទាប់មកបង្កើតភាពវឹកវរនិងល្បិចករទេសត្រូវបានបង្វែរក្បាលចុះក្រោមគ្រាន់តែគាត់ហៀបនឹងត្រូវចាប់ដោយអ្នកបើកបររថភ្លើងខ្មៅធំបានលោតចុះពីភ្លើងដោយអស់ពីកម្លាំងរបស់វាគាត់ដួលទៅលើដីយ៉ាងខ្លាំងឆ្កែត្រូវបានគ្របដណ្ដប់ដោយជោគជ័យយ៉ាងណាមិញខណៈពេលដែលដេហេកំពុងជូនពរឆ្កែនោះដោយស្ងៀមស្ងាត់ធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលឆ្កែនោះបានលោតចុះពីភ្លើងដោយមិនស្ទាក់ស្ទើរវាស្ថិតនៅយ៉ាងល្អឥតខ្ចោះនៅលើក្បាលខ្មៅធំបន្ទាប់ពីការលំបាកនិងទុក្ខវេទនាជាបន្តបន្ទាប់ពួកគេធ្លាប់ចាត់ទុកគ្នាទៅវិញទៅមកថាដៃគូដែលមិនអាចជំនួសបានក្នុងជីវិតមិត្តភាពនេះបង្កើតឡើងក្នុងគ្រាលំបាកមានតម្លៃជាងអ្វីផ្សេងទៀតដើម្បីជួយឆ្កែកម្ចាស់របស់វាឲ្យបានឆាប់តាមដែលអាចធ្វើទៅបានពេជ្របលេខបាននាំគាត់ទៅប៉ុស្តិ៍ប៉ូលីសដើម្បីសុំជំនួយពួកគេបានជំពប់ដួលលើផ្ទាំងរូបភាពឆ្កែវង្វេងដែលដាក់នៅលើជញ្ជាំងដូច្នេះពួកគេបានចំណាយប្រាក់យ៉ាងច្រើនភ្លាមដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ប៉ូលីសពេលប៉ូលីសចូលទៅជិតឆ្កែបានងាកក្បាលរបស់វាហើយចង្អុលទៅរូបថតនៅលើជញ្ជាំងបន្ទាប់មកវាក៏វិលនៅនឹងកន្លែងម្ដងទៀតប៉ូលីសទាំងពីរនាក់សម្លឹងមើលមុខគ្នាហើយញឹមខ្ញុំបានដឹងភ្លាមថាវាជាឆ្កែដែលបាត់ប៉ុន្តែឆ្កែនោះមិនទាន់បានឃើញម្ចាស់របស់វានៅឡើយទេឆ្កែដែលរឹងរូសនិងសងសឹកនោះភ្លាមនោះវាក៏លោតម្ដងទៀតគាត់បានផ្ដាច់ខ្សែពួរនោះភ្លាមនៅក្នុងដៃមន្ត្រីប៉ូលីសពួកគេបាននាំឆ្កែនោះទៅដល់អ្នកជួញដូរឆ្កែអ្នកលក់ឆ្កែបាននឹងអែលក្បាលឆ្កែដល់កាច់សាហាវនោះដោយក្តីរំភើបប៉ុន្តែពេលខ្ញុំមើលទៅក្រោមខ្សែពេជ្រជុំវិញឆ្កែបានបាត់ទៅហើយគាត់បានចាប់កឆ្កែដោយកំហឹងយ៉ាងខ្លាំងប៉ុន្តែបន្ទាប់មកខ្ញុំបានគិតថាម្ចាស់ឆ្កែមានទ្រព្យសម្បត្តិច្រើនណាស់ការប្រើប្រាស់វាដើម្បីជំរិតទារប្រាក់ក៏ជាជម្រើសដ៏ល្អមួយផងដែរទោះជាយ៉ាងណាក៏ដោយឈុតនេះវាត្រូវបានប្រទះឃើញដោយឆ្កែជាហួរព្រៃមួយក្បាលដែលដើរកាត់ដល់ឃើញថាដៃគូរបស់គាត់កំពុងស្ថិតក្នុងគ្រោះថ្នាក់សៀវហួងបានរត់តាមគាត់យ៉ាងប្រញាប់ប្រញាល់ត្រៀមខ្លួនសម្រាប់វារបស់ដើម្បីជួយសង្គ្រោះក្មេងស្រីដែលកំពុងជួបការលំបាកហើយនៅពេលដែលឆ្កែហៀបនឹងត្រូវបានដឹកចេញទៅក្មេងតូចលឿងដែលបានដេកពួនស្ទាក់នៅក្នុងឡានក៏ស្រាប់តែវាប្រហារគាត់ខំជ្រមុះរបស់បាក់ពួករបស់ឈ្មោះឆ្កែយ៉ាងណែនគាត់ស្រែកដោយការឈឺចាប់ម្ដងហើយម្ដងទៀតភ្លាមបន្ទាប់ពីនោះកាំភ្លើងមួយដាំបានឆាប់ចេញនៅក្រោមជើងរបស់គាត់ហើយគាត់ត្រូវបានបង្ខំឲ្យឈប់កាប់មកទោះជាយ៉ាងណាក៏ដោយមុនពេលដែលឆ្កែទាំងពីរអាចដកដង្ហើមបានពួកអ្នកជួញដូរឆ្កែនិងឆ្កែដ៏កាច់សាហាវរបស់ពួកគេបានដេញតាមបន្ទាប់មកពួកគេបានជ្រកកោនយ៉ាងរហ័សនៅក្នុងអគារដែលគេបោះបង់ចោលមួយដើម្បីការពារដៃគូរបស់ពួកគេសៀវហួងបន្តប្រយុទ្ធជាមួយឆ្កែដ៏កាច់សាហាវប៉ុន្តែនៅទីបំផុតដោយសារតែភាពខុសគ្នាយ៉ាងខ្លាំងនៃកម្លាំងរាងកាយត្រូវបានឆ្កែកាច់សាហាវចំរោមជីវិតនិងសេចក្តីស្លាប់ឆ្កែនោះស្រាប់តែក្រហមយ៉ាងគួរឲ្យខ្លាចក្នុងមួយផ្លេតអគារដែលគេបោះបង់ចោលទាំងមូលចាប់ផ្ដើមញ័រយ៉ាងខ្លាំងគ្រោះរាប់មិនអស់លីជាមួយធូលីដីធ្លាក់ពីលើដំបូលឥតឈប់ឈរប៉ុន្តែការព្រុសតែមួយមុខមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់ឆ្កែដ៏កាច់សាហាវនេះទេភ្លាមនោះម្ដងទៀតឆ្ពោះទៅរកពួកគេដូចជាឆ្កែពីរក្បាលហៀបនឹងខ្លាយជាសត្វព្រៃរបស់ឆ្កែកាច់សាហាវមួយស៊ីដាហៃស្រាប់តែប្រញាប់ប្រញាល់ចេញពីក្រោយដោយមិននឹកស្មានដល់ឆ្កែដ៏កាច់សាហាវនោះបានបោះគាត់ចោលដោយឃើញថា Big Black កំពុងស្ថិតក្នុងគ្រោះថ្នាក់ឆ្កែនោះបានរត់ទៅមុខដោយមិនស្ទាក់ស្ទើរតោងជប់នឹងកញ្ចឹងឆ្កែដ៏កាច់សាហាវនោះយ៉ាងណែនដោយមិននឹកស្មានដល់ដោយសារតែភាពខុសគ្នានៃទំហំរាងកាយគាត់ត្រូវបានឆ្កែកាច់សាហាវគប់យ៉ាងសាហាវទៅលើជញ្ជាំងថ្មដោយកំហឹងដាហេក៏ផ្ទុះកំហឹងឡើងហ្វាងបានសង្កត់ឆ្កែដ៏កាច់សាហាវនោះទៅលើដីដោយកម្លាំងឆ្កែដ៏កាច់សាហាវនោះត្រូវបានបង្ក្រាបដោយជោគជ័យប៉ុន្តែឆ្កែនោះដេកស្ងៀមនៅលើដីសៀវហួងបានមករកឆ្កែដោយក្តីសោកសៅនៅក្នុងរយៈពេលថ្មីនេះនៃការលំបាករួមគ្នាសៀវហួងបានដឹងថានាងមានអារម្មណ៍ចំពោះឆ្កែនោះទឹកភ្នែកហូរចុះមកលើមុខរបស់គាត់បន្តឲ្យរកទេពធីតារបស់គាត់ហើយគាត់បានលាឆ្កែជាលើកចុងក្រោយត្រឡប់មក Beverly Hills វិញហើយខ្ញុំនឹងថែរក្សាសួនច្បាររបស់អ្នកជារៀងរហូតកុំឈប់ឥឡូវនេះវាគ្រាន់តែលេងសើចទេតុក្កតាស្នេហាល្អពុកពីនោះស្អាតណាស់មិនយូរប៉ុន្មានក្រោយមកប៉ូលីសក៏បានមកជាមួយម្ចាស់ឆ្កែផងដែរក្រោយពីគេចផុតពីសេចក្តីស្លាប់ទីបំផុតឆ្កែបានត្រឡប់ទៅរកម្ចាស់របស់វាវិញនៅទីបំផុតពួកអ្នកជួញដូរសត្វឆ្កែបានទទួលទម្កម្មដែលពួកគេសំនឹងទទួលបានភាពវៃឆ្លាតនិងភាពក្លាហានរបស់ Big Black គាត់ក៏ទទួលបានការកោតសរសើរពីនាយស្រុកផងដែរខ្លាចជាឆ្កែប៉ូលីសដ៏ល្អឥតខ្ចោះជាផ្លូវការពេលពួកគេបែកគ្នាឆ្កែបានសម្លឹងមើលឆ្កែខ្មៅធំនោះដោយក្តីប្រាថ្នាលើពីអ្វីទាំងអស់ខ្ញុំមានអារម្មណ៍ដឹងគុណចំពោះបេសកកម្មដែលបានអំដំណើរខ្ញុំតាមផ្លូវគាត់នឹងឲ្យតម្លៃមិត្តភាពនេះជារៀងរហូតទោះបីជាឆ្កែបានបាត់ខ្សាច់របស់វាក៏ដោយប៉ុន្តែក្រឡេកមើលដំណើរកំសាន្តវិញឆ្កែលែងខ្វល់ពីតម្លៃរបស់វាទៀតហើយពីព្រោះមិត្តភាពមានតម្លៃជាងទ្រព្យសម្បត្តិសម្ភារៈណាមួយគ្រានៃដំណើរផ្សងព្រេងជាមួយគ្នានឹងភាពជាដៃគូនោះគឺជាកំណប់ទ្រព្យដ៏ភ្លឺស្វាងបំផុតក្នុងជីវិត